Hello everyone បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មក channel របស់ខ្ញុំថ្ងៃនេះខ្ញុំមកពង្រៀនអំពីអតីតកាលបរិបូរណ៍កំពុងបន្តបាទ The past perfect continuous tense បាទ The past perfect continuous tense អតីតកាលបរិបូរណ៍កំពុងបន្ត Definition The past perfect continuous tense is used to express an action or situation that had been happening in the past time បាទនិយមន័យអតីតកាលបរិបូរណ៍កំពុងបន្តគឺត្រូវប្រើប្រាស់ដើម្បីបង្ហាញពីសកម្មភាពមួយឬក៏សកម្មភាពមួយដែលបានកំពុងកើតឡើងនៅក្នុងអតីតកាលបាទក្នុងន័យនេះគឺគេលើកឡើងពីអតីតកាលបរិបូរណ៍កំពុងបន្តគឺមានន័យថាគេលើកយកនិយាយពីសកម្មភាពឬក៏ស្ថានភាពដែលបានកំពុងតែកើតឡើងនៅក្នុងអតីតកាលទេណាបាទដើម្បីកាន់តែជ្រាបពីមេរៀននេះយើងមើល formula និង affirmative បាទរូបមន្ត affirmative ប្រយោគស្របនេះគឺជារូបមន្តប្រយោគស្របគឺ subject plus had plus been plus verb plus ing plus blah blah បាទគឺប្រធានបូកជាមួយ had បូកជាមួយ been បូកជាមួយនឹង verb ing ណាតោះ example ឧទាហរណ៍ជាគំរូ I had been studying English 2 years ago I had been studying English 2 years ago ខ្ញុំបានកំពុងរៀនភាសាអង់គ្លេស2ឆ្នាំកន្លងទៅហើយលេខនេះគឺអ្វីដែលកំពុងកើតឡើងនៅក្នុងអតីតកាលណាតែយើងលើកមកនិយាយ You had been teaching English for a year អ្នកបានកំពុងរៀនភាសាអង់គ្លេសជាច្រើនឆ្នាំ You had been teaching English for 2 years for year បាទ She had been waiting you for 2 hours She had been waiting you for 2 hours នាងបានកំពុងរង់ចាំអ្នកអស់រយៈពេល2ម៉ោង She had been playing the game for 3 hours He had been playing the game for 3 hours គាត់បានកំពុងលេងហ្គេមនេះបាទអស់រយៈពេល3ម៉ោង They had been running all day long yesterday They had been running all day long yesterday ពួកគេបានកំពុងរត់រយៈពេលពេញមួយឆ្នាំពេញមួយថ្ងៃកាលពីម្សិលមិញណាជាសកម្មភាពអតីតកាលដែល present perfect កំពុងបន្តបាទ They had been running all day long yesterday កាលពីម្សិលមិញពួកគេបានកំពុងរត់អស់រយៈពេលពេញមួយថ្ងៃតែម្ដងយើងមកមើល formula negative បាទរូបមន្តក្នុងន័យបដិសេធក្នុងប្រយោគបដិសេធក្នុង past perfect continuous tense បាទក្នុងអតីតកាលកំពុងបន្តបរិបូរណ៍គឺមាន subject plus had plus not plus been plus verb ing plus plus បាទគឺមានប្រធានបូក had បូក not បូក been បូក verb ing example ឧទាហរណ៍ថា I had not been studying English 2 years ago យើងគ្រាន់តែថែម not មកជាការស្រេចឯណាចំពោះប្រយោគដែលវាស្របត្រួយហើយថែមតែ not មកណា I had not been studying English 2 years ago ខ្ញុំមិនបានកំពុងសិក្សារៀនភាសាអង់គ្លេស2ឆ្នាំកន្លងទៅហើយ You had not been teaching English for a year អ្នកមិនបានកំពុងរៀនភាសាអង់គ្លេសអស់រយៈពេលច្រើនឆ្នាំ She had not been waiting you for 2 hours នាងមិនបានកំពុងរង់ចាំឯងអស់រយៈពេល2ម៉ោងនោះទេ He had not been playing the game for 3 hours He had not been playing the game for 3 hours គាត់មិនបានកំពុងលេងហ្គេមនេះអស់រយៈពេល3ម៉ោងនោះទេ They had not been running all day long yesterday They had not been running all day long yesterday កាលម្សិលមិញពួកគេមិនបានកំពុងតែរត់អស់រយៈពេលពេញមួយថ្ងៃនោះទេយើងមកមើល formula interrogative បាទរូបមន្តក្នុងប្រយោគសំណួរយើងទាញពាក្យ had មកនឹង subject ហើយ been verb ing had
plus subject plus been plus verb plus ing ហើយនឹង question mark សញ្ញាសួរនេះគឺជារូបមន្ត interrogative ក្នុងប្រយោគសំណួរក្នុង past perfect continuous tense អតីតកាលបរិបូរណ៍កំពុងបន្តនេះគឺជារូបមន្តបាទប្រយោគសំណួរគឺបែបហ្នឹងទាញ head មកមុខប្រធានណាហើយ been verb ing សញ្ញាសួរ example ឧទាហរណ៍ I had been studying English 2 years ago តើខ្ញុំបានកំពុងរៀនអង់គ្លេសរយៈ2 ឆ្នាំកន្លងទៅឬបាទ Had you been teaching English for a year Had you been teaching English for a year តើអ្នកបានកំពុងរៀនភាសាអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំឬ Had she been waiting you for 2 hours Had she been waiting you for 2 hours តើនាងបានកំពុងរងចាំអ្នកអស់រយៈពេល2ម៉ោងឬបាទចេញជាសំណួរទាំងអស់ណា Had he been playing the game for 3 hours Had he been playing the game for 3 hours តើនាងបានកំពុងលេងហ្គេមនេះអស់រយៈពេល3ម៉ោងឬ Had they been running all day long yesterday Had they been running all day long yesterday តើពួកគេបានកំពុងរត់អស់រយៈពេលពេញមួយថ្ងៃឬកាលពីម្សិលមិញមេរៀននេះគឺចប់តែប៉ុណ្ណេះបាទសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹងហើយនឹង Like Share ដើម្បីទទួលបានមេរៀនថ្មីៗបន្តទៀតបាទសូមអរគុណ